តោះជិះស្ទុបមកបងប្អូនអរគ្នាថ្ងៃនេះខ្ញុំដល់ទីតាំងប្រវត្តិសាស្ត្រចេះតាមមកនៅដែលមានទីតាំងនៅស្រុកលងវែងខេត្តឧត្តរមានជ័យហើយនេះគឺជាប្រវត្តិខ្លះៗនៃការតស៊ូរបស់ចលនាខ្មែរក្រហមដែលរៀបរាប់តាំងតែពីឆ្នាំ1950មកម្ល៉េះហើយឥឡូវដើម្បីឲ្យដឹងថាមានអីខ្លះក្នុងផ្ទះរបស់តាមមកតោះជុំទស្សនារបស់គ្នាហើយកន្លែងនេះផ្ទះទី1កន្លែងផ្ទះទី1របស់តាមមកដែលគាត់ដាក់មានដាក់សម្ភារៈអាវុធអីដើមហើយនេះគឺជាឡានខ្សែព្យុះនៅក្នុងសម័យនោះដែលចាក់ផ្សាយនៅខាងតំបន់លងវែងហើយឃើញថាឡានសុភាពមានភាពប្រមហ្នឹងឡើងហើយខាងនេះគឺគុកដាក់តនៅសម័យនោះរបស់តាមមកនៅសម័យនោះតាមមកគាត់មានឈ្មោះច្រើនមានឈ្មោះដូចជាឈិនជឿនឬក៏អុកជឿនឬក៏នេះគាត់ថាគាត់ថាតា15ដើមហើយខាងនេះគឺផ្ទះទី2របស់គាត់ចូលមកមានអានទឹកអានអីហើយដើម្បីយើងមកទីនេះគឺសូមយើងជាមកអីផងដើម្បីឲ្យតាទៀតហើយនោះរបស់ឡើងចិត្តរបស់គាត់ហើយគេទី1របស់គាត់នឹងគេទី2របស់គាត់នឹងគឺធំមែនតើហើយនេះគឺមានតែគំនូហើយនេះគឺមានរកពីប្រវត្តិរបស់នេះដល់មួយហើយគាត់រៀបរាប់ពីទុក្ខលំបាករបស់គាត់នៅក្នុងសម័យនោះដែលគាត់ទៅជួបប្រទេសហើយខ្ញុំមកទីនេះគឺថាជាក់ខ្លាំងមែនទែនសារតែផ្ទះរបស់គាត់គឺនៅជិតមាត់ស្ទឹងអស់នេះគាត់ពីបើយើងបែរទៅក្នុងគឺសិតតែស្ទឹងតែទីភ្នែកយើងមើលទៅទឹកជុំវិញបាទយើងតើដំណើរមកខាងទៀតរឿងហ្នឹងហាមប៉ះអត់គ្នាស្អីយើងដើម្បីទៅឲ្យបានមើលស្រស់ពណ៌ស្រស់បំប្រងហើយនេះគឺជួនទីជួនតោដៃទេខាងណាឥឡូវយើងឡើងទៅជួនទី2ដល់គ្នាហើយផ្ទះទី2របស់គាត់ហ្នឹងគឺមានបន្ទប់ទឹកច្រើនទេគេដើរមកឃើញមានអានេះគឺមានបន្ទប់ទឹកមួយដែរខាងណាឥឡូវតោះយើងឡើងមកជួនខាងលើទាំងអស់គ្នានេះលើកទី1សម្រាប់ខ្ញុំដែរខ្ញុំបានដល់ទីយើងផ្នែកនេះតែយើងបានដល់កន្លែងប្រវត្តិសាស្ត្រចឹងហើយបានខាងលងវែងហ្នឹងគឺលោកតាមមកគាត់តំបន់គាត់ចូលជើងកាន់កាប់ខាងតំបន់លងវែងហ្នឹងក្នុងសម័យខ្មែរក្រហមហ្នឹងហើយរូបភាពរបស់ហ្នឹងសិតតែរៀបរាប់អំពីមេដឹកនាំកំពូលមួយនៅដែលនៅក្រុមជាមួយនឹងលោកតាមមកហើយយើងដល់ខាងនេះគឺដល់បន្ទប់គាត់ហើយបន្ទប់ដែលគាត់ស្នាក់នៅគេសម្រាប់បងតាមមកបន្ទប់របស់គាត់នៅគឺសម័យហ្នឹងគឺគាត់ស្នាក់នៅបន្ទប់ហ្នឹងបងប្អូនគ្នាតែឥឡូវនេះគឺយើងមានបន្ទប់ទេសារតែគេដកគេដកសម្ភារៈគាត់សម័យមុនទៅយកទៅតាំងនៅកន្លែងផ្សេងអស់ហើយមើលទៅនឹងសារតែបន្ទប់ទេឥឡូវហើយយើងទៅខាងផ្ទះគាត់មួយទៀតតើសាប់ផ្ទះមួយធំៗតែអត់សម័យនោះបាទនៅក្នុងគឺថាជាបន្ទប់ទឹកគាត់មួយទៀតនោះតែយើងបានទៅមើលទេយើងមើលផ្ទះមួយទៀតគាត់ស្មានមួយមានសភាពផ្លែកតែមានផ្លូវចដើចុះច្រើនបើនៅខាងនេះគឺបន្ទប់ទឹកគាត់មួយទៀតអត់គ្នាជួនក្រុងហើយជួនក្រុងដៃនេះហើយផ្ទះគាត់ធ្វើហ្នឹងគឺនៅដូចជាច្រាំងតែគឺបន្ទប់ទឹករបស់គាត់មួយទៀតនៅក្រោមខាងក្រោមហើយទៅមើលផ្ទះទី3របស់គាត់ផ្ទះហ្នឹងគឺផ្ទះទី2តែផ្ទះយើងបង្ហាញមិញ
គឺជាផ្ទះទី3របស់គាត់អត់គ្នាចូលមកគឺអាចជាអាចកន្លែងហ្នឹងអាចនឹងទៅតាំងនៅស្ពាវុធដែលគាត់ប្រើសម័យនោះគេឃើញថាវាមានសភាពចាស់ហើយជ្រេះរិចរិលឲ្យទាំងអស់គ្នាបាទតែយើងឡើងទៅជួនលើទាំងអស់គ្នានៅផ្ទះទី3របស់គាត់បាទហើយខាងលើនេះគឺមានតាំងរូបមួយហើយរូបមួយសុទ្ធតែមានសេរីរៀបរាប់អំពីការសកម្មភាពនៃការប្រព្រឹត្តទាំងអស់ហើយខាងនេះគឺមានសកម្មភាពជួកងទ័ពខ្មែរក្រហមនៅមុខសត្វអង្គរវត្តអស់គ្នាហើយខាងនេះគឺសកម្មភាពការលើកទំនប់នៅសម័យខ្មែរក្រហមហ្នឹងហើយមានច្រើនមែនទែនរូបភាពដែលដាក់តាំងដើម្បីយើងបានអានស្គាល់ពីប្រវត្តិមួយតែនេះគឺជាទងបដិវត្តនៅ4មេសាឆ្នាំ1978នៅសម័យខ្មែរក្រហមហ្នឹងភាពក៏មានច្រើនមែនបើអ្នកនរគ្នាបានទស្សនាឲ្យខ្ញុំអានមើលកម្រិតមួយផងបងប្អូនហើយនេះរូបភាពកំណត់ឆ្អឹងនៅសម័យនោះបងប្អូនគឺថាខុសខើមែនទេហើយបន្ទាប់ពីចប់នៅសង្គ្រាមសម័យខ្មែរក្រហមហ្នឹងគឺខ្ញុំចាំបានទ្រឹស្ដីរបស់គាត់ពីរដែលគាត់លើកឡើងមកថានៅពេលចាប់សង្គ្រាមគេចត់កាន់គាត់និយាយថានៅលើមកមានមួកនៅលើមួកមានមេអញ្ចឹងហើយនៅលើពីគាត់គឺអាចនឹងមានអ្នកធំជាងគាត់ដែលបញ្ជាគាត់អញ្ចឹងណាដោយសារតែសម័យហ្នឹងនៅពេលចប់ហើយគឺគេដាក់ទោសគាត់ខ្លាំងបងប្អូនហើយទ្រឹស្ដីមួយទៀតហ្នឹងគាត់និយាយថាបាយមកតុមកចេញទាំងអស់មានន័យថាសកម្មភាពយើងប្រព្រឹត្តទាំងអស់គ្នាឆានទាំងអស់គ្នាប៉ុន្តែទៅពេលតែចាប់កំហុសគឺចាប់តែគាត់អញ្ចឹងហើយទៅគាត់លើកទិស្ដីនឹងឡើងថាបាយមិនតុមកចេញទាំងអស់គឺទិស្ដីហ្នឹងគឺល្បីខ្លាំងមែនទែននៅសម័យនោះហើយទៅមើលផ្ទះទី4របស់គាត់តែជាកន្លែងហ្នឹងគាត់អាចនឹងដាក់នៅសំភារៈឬក៏បោះប្រើប្រាស់ទៀតក្រោយស្អីយ៉ាងឃើញមានដូចច្រើនទៅយើងចូលមកយើងអាចតាមខ្លះថាអាចនឹងកន្លែងគាត់ដាក់នៅសំភារៈស្វែងរកឲ្យងឹតជើងក្នុងហ្នឹងបាទឥឡូវយើងឡើងទៅមើលនៅខាងលើហើយយើងគឺថាស្កាត់មែនទេបងប្អូនអត់ទៅមានមកទស្សនាប្រហែលទេបងប្អូនថាអត់ទៅមានស្គាល់ដែរអានេះគឺផ្ទះទី4របស់គាត់អានេះគឺអាចនឹងជាបន្ទប់គេងបងប្អូនទស្សនៈនៅគាត់សម័យនោះហើយខាងតូចនេះគឺបន្ទប់ទឹកគេអត់ឃើញខ្ញុំដឹងថាជាបន្ទប់គេនេះក៏បន្ទប់ប្រជុំរបស់គាត់ទេដោយសារតែមើលផ្លោះទៅដូចជារាងធំអរគុណកំភ្លេចជួយមកលេងផងអរគ្នាមើលទៅកុំឲ្យទៅស្ងាត់ពេកយើងបានប្រវត្តិសាស្ត្រចឹងយើងឧស្សាហ៍ដើរមើលបានច្រើនជាងកាន់ចំណេះខ្លួនយើងទៀតអរគុណហើយសន្ទុយនឹងអាចនឹងជាកន្លែងទុកសម្ភារៈដូចជាសម្ភារៈប្រើប្រាស់អំបោសឬក៏គឺស្ពាវុធអីក៏ខ្ញុំអត់ដឹងដែរអ្នកនរគ្នាព្រោះវាតូចពេកហ្នឹងហើយបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបើអ្នកនរគ្នាចង់មកលេងអីអាច search នៅក្នុង Google Map ក៏មានដែរតែអ្វីពាក្យថាផ្ទះតមកទៅចេញឲ្យបងប្អូននៅលងវែងស្រុកលងវែងខេត្តតាមានជ័យ
អរគុណចាស់ដល់អ្នកខ្ញុំមានតែប៉ុណ្្នឹងទេបាយបាយ